ជំរាបសួរពុកម៉ែបងប្អូននេះគឺជាវីដេអូលើកទី1របស់ខ្ញុំដែលខ្ញុំនិងគ្រួសារបាននាំគ្នាធ្វើដំណើរកម្សាន្តទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលដែលស្ថិតនៅខេត្តកំពង់ឆ្នាំងស្រុកទឹកផុសហើយពុកម៉ែបងប្អូនអាចមកលំហែអារម្មណ៍របស់ពុកម៉ែបងប្អូនដែលធ្វើការរយៈពេល1សប្តាហ៍ពេញនេះចាហើយការធ្វើដំណើរលើផ្លូវដែលទើបធ្វើរួចហើយថ្មីនេះផងគឺមានឡើងទួលជ្រទួលព្រមទាំងទេសភាពភ្នំជុំចិត្តក្រោយពីធ្វើដំណើរចេញពីក្រុងកំពង់ឆ្នាំងឥឡូវប្រហែលជា1ម៉ោង30នាទីយើងក៏បានគៀកចិត្តទៅដល់ទីតាំងដែរហើយចាហើយឥឡូវយើងក៏បានមកដល់មាត់ច្រកចូលទឹកធ្លាក់ស្រែអំពិលហើយនៅទីនេះក៏មានកន្លែងទុកម៉ូតូនិងទុករថយន្តផងដែរហើយបើសិនជាពុកម៉ែបងប្អូនមានលោកយាយលោកតាចាស់ដែរអញ្ជើញមកជាមួយក៏អាចបើកឡានឡើងទៅខាងលើដែលគៀកកន្លែងអង្គុយផងដែរហើយទេសភាពខាងលើគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនក្រោយពីទៅដល់ពួកយើងក៏បានរៀបចំយកអីវ៉ាន់យកទៅរកកន្លែងអង្គុយដោយសារតែពួកយើងទៅពេលព្រឹកអញ្ចឹងហើយកន្លែងអង្គុយក៏ទនេច្រើនហើយពួកយើងក៏បានរកទីតាំងអង្គុយដែលនៅជាប់មាត់ទឹកនិងកន្លែងដែលក្មេងៗក៏ស្រួលលេងហើយសូមជម្រាបដល់ពុកម៉ែបងប្អូនដែលបានទៅលេងកុំភ្លេចដាក់អាហាររៀបចំទៅជាមួយខ្លះផងព្រោះនៅទីនោះមិនទាន់មានអាហារហូបចុកគ្រប់គ្រាន់នៅឡើយទេចាហើយវីដេអូបន្ទាប់ខ្ញុំនឹងថតពីសកម្មភាពកូនគាត់បានទៅលេងទឹកទាំងអស់គ្នាហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនារហូតដល់ចប់នេះគឺជាទេសភាពនៅខាងលើដែលយើងអាចទៅលេងបានសូមអរគុណចំពោះការទស្សនា